រីសូនៅសួស្តីអ្នកយើងស្វាគមន៍នៅកាន់វីដេអូរៀនទិញតំណែងពីប្រទេសចិននៅក្នុងកម្មវិធីរបស់ចឹងចំណុចសំខាន់នៃខ្ញុំនឹងនិយាយនឹងតាក់ទងមួយមុខងារពិសេសថ្មីមួយរបស់អ្នកប្រើប្រាស់ K99 ចឹងយើងអាចទិញតំណែងពីចិនមកខ្មែរដោយផ្ទាល់ហ្មងដោយយើងប្រើប្រាស់ជាមួយនឹងអាស័យដ្ឋានខ្មែរដឹកមកដល់ផ្ទះរបស់យើងដោយផ្ទាល់ហ្មងហើយជាមួយនឹងកម្មវិធី promotion គេគឺ KA99 ដែលជាកម្មវិធី promotion របស់ខាង Taobao រៀបចំសម្រាប់អ្នកដែលប្រើប្រាស់នៅកម្ពុជាចឹងមកយើងនិយាយតាក់ទងមួយកម្មវិធី promotion ហ្នឹងបើសិនយើងទិញតំណែងដែលមានផ្លាក K99 មួយឬក៏ច្រើនហាងរួមបញ្ចូលគ្នាដែលមានតម្លៃសរុបលើសពី99ចុងឡើងទៅយើងនឹងទទួលបានការ free shipping free international shipping អត់មានត្រូវបង់ថ្លៃដឹកជញ្ជូនផ្សេងទៀតទេគឺយើងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃចឹងអានេះគឺជាកម្មវិធី promotion របស់ Taobao ចឹងយើងដាក់អាស័យដ្ឋានខ្មែរទិញតំណែងដែលមាន KA99 លើ99ចុងឡើងទៅយើងនឹងទទួលបានការ free shipping ចំណុចសំខាន់ដែលខ្ញុំនឹងនិយាយតាក់ទងមួយមុខងារពិសេសថ្មីមួយដែលយើងអាចប្រើប្រាស់បានដែលខាង Taobao គេរៀបចំឲ្យយើងហ្មងគឺដល់ពេលណាដែលយើងទិញតំណែងពេលណាមកដល់ខ្មែរគេមានក្រុមការងាររបស់គេមិនថាក្រុមហ៊ុនដឹកជញ្ជូនជាច្រើនយើងអាចរើសបានទេគេមានក្រុមការងាររបស់គេសហការមួយក្រុមហ៊ុនដឹកជញ្ជូនទូទៅគេដឹកតំណែងហ្នឹងមកឲ្យយើងពេលណាតំណែងហ្នឹងមកដល់ខ្មែរតែយើងអាចមានមុខងារមួយទៀតគឺ set pick up យើងអាចទៅយកតំណែងហ្នឹងទៅ pick up ហ្មងទៅយកតំណែងហ្នឹងនៅកន្លែងរបស់គេនៅកន្លែងដែលយើងដាក់ set ទីតាំងអញ្ចឹងបើសិនគ្នាអត់ច្រើនលពលអត់នៅផ្ទះអីអាចប្រើមុខងារហ្នឹងបានដោយសារយើងអត់ចង់ឲ្យគេដឹកឲ្យយើងអញ្ចឹងយើងចង់ពេលណាយើងទៅយកក៏បានដែរអញ្ចឹងកុំភ្លេចទៅមើលវីដេអូនេះខ្ញុំនឹងប្រាប់ពីរបៀបដែលយើងអាចទៅជ្រើសរើសយកមុខងារ set pick up ជ្រើសរើសតំណែងដែលយើងអាចជ្រើសរើសទៅយកតំណែងដោយផ្ទាល់របស់យើងដោយផ្ទាល់ហ្មងអញ្ចឹងអូខេយើងអាចចូលអនុវត្តគ្នាអញ្ចឹងយើងត្រូវជ្រើសរើសតំណែងដែលមាន KA99 ចុះគ្នាអូខេអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលប្រមូលផ្ដុំតំណែង KA99 អញ្ចឹងយើងអាចជ្រើសរើសសាកទិញតំណែងមួយណាទៅដែលមានតម្លៃលើសពី99យន់ខ្ញុំចង់ទិញកាសមួយនេះចឹងខ្ញុំ select វាមកបន្តមកទៀតយើងចុចទៅ buy now និងចុចតំណែង check out អញ្ចឹងផ្ទាំងបន្តមកទៀតគឺជាផ្ទាំងដែលយើងត្រូវបង់លុយអញ្ចឹងអានេះគឺជាផ្ទាំងមួយដែលសំខាន់ដែលព័ត៌មានមួយចំនួនយើងត្រូវតែច្បាស់លាស់ថាវាធំត្រូវនិងជ្រើសរើសបានត្រឹមត្រូវអូខេមកដល់ផ្ទាំងកន្លែងនេះគឺជាផ្ទាំងមួយដែលបង្ហាញថាអូខេផ្នែកខាងលើគឺផ្នែកដែលយើងត្រូវបំពេញអាស័យដ្ឋានបញ្ជាក់អាស័យដ្ឋានកន្លែងនេះគឺជាអាស័យដ្ឋានខ្មែរផ្ទាំងរបស់អ្នកគ្នាផ្ទាល់អ្នកគ្នានឹងបំពេញនៅខេត្តអាចបំពេញបានទាំងអស់បន្តមកទៀតគឺជម្រើសនៃការដឹកជញ្ជូនអញ្ចឹងវាមានជម្រើសពីរដូចខ្ញុំជម្រាបជាថាវាមានជម្រើសនៃការដឹកត្រង់មកផ្ទាល់មកតំណែងចូលទៅដល់កន្លែងឃ្លាំងគេដឹកចេញរៀបចំមកអាស័យដ្ឋានយើងអត់មានរងចាំតំណែងណារួមបញ្ចូលគ្នាទេចូលដល់ឃ្លាំងគេបញ្ចេញមកភ្លាមអញ្ចឹងជម្រើសមួយទៀតគឺជម្រើសនៃការរួមបញ្ចូលគ្នានៃតំណែងរបស់គ្នាយើងចូលដល់ឃ្លាំងភ្លាមគេចាំតំណែងផ្សេងទៀតមកជុំគ្នាអញ្ចឹងនៅពេលណាតំណែងដែលយើងមកជុំគ្នាយើងចង់ទិញប្រមាណហ្នឹងយើងត្រូវចុចបង្រួមតំណែងនៃខ្លួនឯងវាមានពេលណាដែលតំណែងមកចូលឃ្លាំងគ្រប់យើងគ្រប់អស់ហើយយើងត្រូវចុចបង្រួមតំណែងនៃខ្លួនឯងអញ្ចឹងអ្នកគ្នាអាចចូលទៅមើល detail របស់តំណែងជម្រើសមួយបាន detail អូខេតាក់ទងមួយទំហំតាក់ទងមួយគីឡូគេកំណត់ប្រមាណគីឡូត្រូវយកជម្រើសមួយណាអញ្ចឹងជម្រើសទាំងអស់វាអត់ដូចគ្នាទេជម្រើសនៃទំហំនិងតំណែងរបស់យើងគួរជាជ្រើសរើសមួយណាមួយណាដែលស័ក្តិសមមួយការទិញតំណែងរបស់យើងបន្ទាប់មកទៀតតាក់ទងជាមួយនឹងវិធីសាស្ត្របង់ប្រាស់យើងប្រើ Visa ការក៏បាន Alipay ក៏បានអញ្ចឹងចំណុចសំខាន់ដែលខ្ញុំនឹងនិយាយនៅថ្ងៃហ្នឹងគឺតាក់ទងជាមួយនឹងកម្មវិធីឬក៏មុខងារដែលយើងអាចទៅយកតំណែងតែផ្ទាល់អញ្ចឹងដើម្បីអាចប្រើប្រាស់បានទី1អ្នកគ្នាអាចបំពេញសេដ្ឋានខ្មែរបន្ទាប់មកទៀតអ្នកគ្នាត្រូវតែប្ដូរតាក់ទងនឹង select យកតែ direct shipping អញ្ចឹងអ្នកគ្នាអាចចាំបាននឹងថងកន្លែងនេះអូខេវាមាន2ត្រូវទេអញ្ចឹងយើងអាចចំណាំបានថាបើសិនជាកន្លែងនេះវាអក្សរចិនយើងពិបាកមើលថាដឹងថាមួយណាជាជម្រើសដឹកមកថងដោយផ្ទាល់ឬក៏ direct shipping ឯអ្នកគ្នាអាចចំណាំអក្សរជម្រើសអក្សរចិនហ្នឹងដែលគេដាក់តម្លៃអក្សរយួនលើហ្នឹងបាននេះថាអាហ្នឹងគឺជា direct shipping ហើយអញ្ចឹងកាលណាដែលយើងជ្រើសរើស direct shipping យើងអាចមានមុខងារពីរឥឡូវយើងសាក select ទាំងអស់គ្នាអូខេឥឡូវយើងបាន select យកមុខងារដែលមានdirect shipping ហ្នឹងយើងអាចចំណាំបានគេនេះវាដាក់ឥឡូវហ្នឹងដោយសារតំណែងរបស់យើងវា free delivery 0ជាន់អញ្ចឹងបើតំណែងហ្នឹងមានត្រូវបង់ថ្លៃដឹកវាទាំងដាក់អូខេប្រហែលជាន់ត្រូវបង់ថ្លៃដឹកនៅត្រង់កន្លែងហ្នឹងតែផ្ទាល់ហ្មងតែជាជម្រើសនៃការដឹកតែផ្ទាល់ direct shipping ដែលវាចូលដល់ឃ្លាំងគេវាអត់ចាំតំណែងណារួមបញ្ចូលគ្នាទេវារួមកញ្ចប់ចូលគ្នាទេវាអត់ចាំទេចូលដល់ឃ្លាំងគេបញ្ចេញមកភ្លាមហ្មងដល់ឃ្លាំងគេដែលត្រូវអឺត្រៀមដឹកមកខ្មែរយើងណា ចឹងនៅត្រង់ជម្រើសកន្លែង direct shipping ហ្នឹងយើងមានជម្រើសពីរយើងអាចចុះនេះមើលមកខាងលើមកវាមានជម្រើសនៃការដឹកជញ្ជូនពេលណាដែលតំណែងហ្នឹងមកដល់ខ្មែរគេមានដៃគូសហការក្រុមហ៊ុនដឹកជញ្ជូនគេយើងអាចរើសបានទេយកក្រុមហ៊ុនណាទេក៏រាល់ដងយើងរើសបានយើងទិញតែអាស័យដ្ឋានចិនប៉ុន្តែដាក់អាស័យដ្ឋានខ្មែរគឺមានក្រុមការងារសហការគួយក្រុមហ៊ុនដឹកជញ្ជូនមកគេពេលដែលតំណែងមកដល់យើងត្រូវពេលគេនឹងរៀបចំតាក់ទងមកយើងដឹកជញ្ជូនតំណែងមកទីតាំងរបស់យើងអញ្ចឹងយើងមើលមកផ្នែកខាងឆ្វេងគឺជាកន្លែងដែលយើងត្រូវ set pick up ចឹងឥឡូវកន្លែងហ្នឹងឯងដែលយើងត្រូវអាចទៅយកតំណែងតែផ្ទាល់មកយើងចង់ទៅ pick up ខ្លួនឯងចឹងយើង select លើវាមកអូខេអញ្ចឹងនៅត្រង់ដៃហ្នឹងវាលោតទីតាំងដែលយើងអាចទៅ pick up បានអញ្ចឹងនៅខេត្តវាផ្សេងនៅតាមទីក្រុងវាមានកន្លែងច្រើនដែលយើងអាចទៅរើបានអញ្ចឹងនៅខេត្តវាអាចមានទីតាំងនៅជិតនៅឆ្ងាយដែលយើងអាចទៅpick up បានអត់អញ្ចឹងទីសងលើអ្នកទាំងអស់គ្នា
ចឹងយើងត្រូវទៅមើលទីតាំងយើង select មក អូខេ អានេះគឺជាទីតាំងដែលយើងអាចទៅ pick up បាន ចឹងឧទាហរណ៍យើងចង់យកមួយណាដែលយើងនៅជិតផ្ទះយើង ដែលយើងបានបំពេញទីតាំងហើយយើងចង់ select ចូលទីតាំងមួយណា ឧទាហរណ៍មួយណាដែលនៅជិតផ្ទះយើង យើង select ចឹងអានេះគឺជាការសហការរវាងជាមួយនឹង Loda Delivery Loda Express ដោយសារអានេះគេសហការគ្នាគឺមុខងារ self pick up ឧទាហរណ៍ខ្ញុំយកមួយនេះចឹងខ្ញុំចុចមក ចឹងបញ្ជាក់អ្នកគ្នាបើសិនមុខងារហ្នឹងលុះត្រាតែគ្នាយក direct shipping ចឹងចំណាំបាន direct shipping ហ្នឹងទោះបីវាអក្សរចិនពីរហ្នឹងវាជម្រើសមួយណាក៏ដោយក៏ទំនិញហ្នឹងវាអត់មានអីឲ្យយើងរើសមួយណាក៏ដោយប៉ុន្តែបើសិនយើងចង់យក pick up គឺយើងត្រូវជ្រើសរើស direct shipping បានន័យថាចូលដល់ខ្លះនេះចេញមកភ្លាមវាដាក់ថ្លៃដឹកលើហ្នឹងយើងអាចចំណាំបានអញ្ចឹងវាមានមុខងារពីរយើងអាចទៅឲ្យគេដឹកមកផ្ទាល់ពេលណាដែលទំនិញមកដល់យើងអាចចាំបាច់ទៅយកមួយទៀតបើសិនជាយើងរវល់យើងអត់សិននៅផ្ទះយើងចង់ទៅយកនៅកន្លែងគេយើងយកមុខងារ self pick up នៅខាងឆ្វេងដៃហ្នឹងហើយយើងជ្រើសរើសទីតាំងដែលទៅចិត្តកន្លែងរបស់យើងអញ្ចឹងអានេះគឺជា self pick up ដែរមុខងារថ្មីមួយដែលគេថាខាងមួយខាង Loda Delivery អញ្ចឹងអាចប្រើមុខងារហ្នឹងបានបើសិនគ្នាចង់ទៅ pick up នៅកន្លែងនោះគេអញ្ចឹងបញ្ជាក់អ្នកគ្នាថាការជ្រើសរើសជម្រើសកន្លែងនេះដឹកជញ្ជូនហ្នឹងវាមានពីរមួយគឺជា direct shipping ចូលដល់ឃ្លាំងគេភ្លាមចេញដឹកមកភ្លាមអត់ចាំតំណែងណាទេមួយទៀតរងចាំតំណែងបញ្ចូលគ្នាហើយត្រូវចុចបង្រួមតំណែងតែខ្លួនឯងទៀតអញ្ចឹងស្រួលចំណាំទេកាលណាដែលដាក់ថ្លៃយ័ន្តលើហ្នឹងអាហ្នឹងឯងគឺជា direct shipping ចូលដល់ត្រង់ភ្លាមចេញដឹកមកភ្លាមអញ្ចឹងនៅក្នុងវីដេអូនោះមានតែប៉ុណ្្នឹងបង្ហាញពីមុខងារដែលគ្នាអាចជម្រើសថ្មីមួយអាចជាជម្រើសនៃការដឹកជញ្ជូនឬក៏ទៅរើសចំណេញដែលផ្ទាល់សម្រាប់អ្នកបោកប្រាស់ទិញតំណែង KA99 ដែលជាការទិញតំណែងពីចិនដែលផ្ទាល់មកដោយដាក់អាស័យដ្ឋានខ្មែរទិញជាមួយ promotion របស់គេអញ្ចឹងអរគុណអ្នកនាងសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយផ្សេងទៀត